នៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញអំពីវិធីក្នុងការ sign in account ចូលនៅក្នុងកម្មវិធី Telegram Manager ដើម្បីយើងអាចធ្វើការទាញសមាជិកបានលុះណាដែលយើងមាន account ដែលត្រូវបាន sign in ចូលនៅក្នុងកម្មវិធីជាមុនសិនក្នុងពេលនេះយើងចូលក្នុង menu ហើយជ្រើសយកនៅ account manager បាទយើងអាចចុចត្រង់ប៊ូតុងនេះដើម្បីធ្វើការសូបង្ហាញពី menu គឺ account manager យើងអាចបិទវិញក៏បានតែយើងចាំថា account manager នៅត្រង់ចំណុចនេះហើយយើងចូលនៅត្រង់ចំណុច account manager យើងនឹងឃើញនៅក្នុងត្រង់ចំណុច account manager នេះយើងពុំទាន់មានគណនី account Telegram នៅឡើយទេនៅត្រង់ចំណុច folder នេះគឺយើងអាចធ្វើការបង្កើតនៅ folder ថ្មីដើម្បីរក្សានៅ account របស់យើងខ្ញុំសូមធ្វើការវាយបញ្ចូលនៅឈ្មោះ folder ដាក់ថា group A បាទបងប្អូនអាចដាក់ឈ្មោះ folder តាមដែលបងប្អូនចង់បានបន្ទាប់មកទៀតយើងធ្វើការ click បាទ add new folder ត្រង់ចំណុចនេះយើងអាចធ្វើការលុបតែត្រង់ចំណុចនេះយើងធ្វើការបង្កើតនៅ folder ថ្មីនៅពេលដែលយើងបង្កើត folder ថ្មីដូច្នេះ account ដែលយើងធ្វើការ sign in គឺវានឹងរក្សាចូលនៅក្នុង folder ដែលយើងបាន select នេះប្រសិនបើយើងមាន account ផ្សេងទៀតយើងក៏អាចបង្កើតនៅ folder ផ្សេងគ្នាឧទាហរណ៍ថាយើងបង្កើតនៅ folder ថ្មីយើងធ្វើការ click នៅលើ folder account នេះសិនដើម្បីយើងធ្វើការបង្កើតនៅក្នុង folder account នេះប្រសិនបើយើង click នៅត្រង់ចំណុចនេះវានឹងបង្កើត folder ថ្មីនៅត្រង់ចំណុច group folder ដែលមានឈ្មោះថា group A នេះអញ្ចឹងដើម្បីរក្សានៅ folder ថ្មីស្ថិតនៅក្នុង folder account នេះយើងធ្វើការ select វាហើយបន្ទាប់មកយើងវាយបញ្ចូលថា group B យើងនឹងមាន account ជាច្រើនដាច់ដោយឡែកគ្នាអញ្ចឹងយើងអាចធ្វើការរក្សាវានៅក្នុង folder ផ្សេងគ្នាដើម្បីធ្វើការរក្សាទុកនៅ account របស់យើងបន្ទាប់មកយើង enter ឬមួយក៏យើងចុចត្រង់ចំណុចនេះដើម្បីធ្វើការបង្កើតឥឡូវនេះយើងមាន folder 2អញ្ចឹងខ្ញុំចង់រក្សាទុកនៅ account របស់ខ្ញុំនៅត្រង់ folder ឈ្មោះថា group A បន្តមកទៀតចូលនៅត្រង់ចំណុចបាទ sign in menu នេះយើងនឹងឃើញដើម្បីយើងធ្វើការ sign in បានយើងត្រូវមាន account Telegram ហើយនេះខ្ញុំសូមធ្វើការបង្រួមនេះជា account Telegram របស់យើងដោយយើងរក្សាវាតាម folder ហើយ account នេះគឺយើងរក្សាវាជា T data បងប្អូនបង្កើត account Telegram បងប្អូននឹងដឹងហើយថាតើយើងធ្វើការគ្រប់គ្រងទៅលើ account ហ្នឹងបានតាមរបៀបណាហើយយើងគឺយើងរក្សាទុកតែ T data ទេព្រោះ T data នេះគឺវារក្សាទុកនៅគណនីយភាពរបស់ Telegram របស់យើងអត់ចាំបាច់ copy នៅ folder ទាំងមូលទេយើងគ្រាន់តែរក្សានៅ T data នេះហើយការបង្កើតនិងការគ្រប់គ្រង T data យ៉ាងណានោះគឺបងប្អូននឹងសូមធ្វើការរងចាំនៅវីដេអូផ្សេងពីវិធីក្នុងការគ្រប់គ្រងaccount Telegram data អញ្ចឹងយើងមាន T data នេះបន្តមកទៀតយើងត្រូវចូលទៅយកបងប្អូនអាចមាន Telegram app ក៏ copy រក្សាវានៅក្នុងខាងក្រៅ T data នេះតាមធម្មតាខ្ញុំមិនរក្សាវាទេដោយសារតែវាធ្ងន់បាទតែនៅក្នុង folder នេះក្នុង folder Telegram Manager នេះគឺយើងមាន folder មួយឈ្មោះថា folder 6នៅក្នុង folder 6នេះគឺយើងមាន folder មួយទៀតគឺ app folder app នេះគឺរក្សានៅ Telegram app បាទគឺជា Telegram portable របស់គឺជា app portable របស់ Telegram យើងអាចធ្វើការ copy វាទាំងអស់ក៏បានឬមួយក៏យកតែ Telegram ទៅក៏បានដែរ Telegram app ទៅក៏បានដែរហើយយើងចូលនៅត្រង់ចំណុច T data របស់យើងមួយណាដែលយើងចង់ធ្វើការបើកយើង control V ដើម្បី copy
តមកយើងធ្វើការបើក Telegram app របស់យើងនៅពេលដែលយើងបើក Telegram app បាទយើងនឹងចូលទៅក្នុងគណនីរបស់យើងហើយយើងអាចធ្វើការ copy បាទ mouse ស្ដាំមកហើយយើងឃើញនៅកន្លែង copy យើងអាចបាទ mouse ស្ដាំហើយចុច copy យើងអាចធ្វើការវាបញ្ចូលក៏បានបន្ទាប់មកយើង Ctrl V បញ្ចូលនៅត្រង់ចំណុចលេខទូរស័ព្ទនេះហើយធ្វើការ link Telegram desktop ការ link Telegram desktop នេះគឺមានន័យថាយើងបញ្ចូល Telegram app របស់យើងរក្សានៅក្នុងកម្មវិធីពីព្រោះថា Telegram app របស់យើងប្រសិនបើយើងមិនបញ្ចូលក្នុងកម្មវិធីទេវាពិបាកក្នុងការគ្រប់គ្រងយើងដាក់នៅខាងក្រៅតាមធម្មតាយើងអាច sign in តែម្ដងក៏បានប៉ុន្តែជាការល្អគឺសូម recommend ឲ្យបងប្អូន link Telegram desktop នេះចូលនៅក្នុងកម្មវិធីដើម្បីរក្សា Telegram របស់យើងកម្មវិធីរបស់យើងនៅក្នុងTelegram Manager នេះវាអាចរក្សាបាន Telegram របស់យើងរាប់ពាន់រាប់ម៉ឺនអញ្ចឹងទៅហើយមានទម្ងន់ស្រាលយ៉ាងណាខ្ញុំនឹងបង្ហាញថាភាពខុសគ្នារវាងការរក្សា Telegram នៅខាងក្រៅហើយនិងការរក្សា Telegram នៅក្នុងកម្មវិធីហ្នឹងគឺវាមានលក្ខណៈប្រសើរគ្នាខុសគ្នាយ៉ាងដូចម្តេចបាទឥឡូវនេះយើងធ្វើការ link Telegram desktop ចូលបាទបន្តមកទៀតយើងឃើញមានលោតផ្ទាំងមួយហើយយើងคลิกត្រង់ចំណុចlogin នេះហើយមិញគឺយើងបាន copy លេខទូរស័ព្ទហើយយើង Ctrl V មកបន្ទាប់មកទៅយើង click នេះនៅពេលនេះគឺវាបានបញ្ជូនបាទវាបានបញ្ជូនកូដមកកាន់ app Telegram របស់យើងហើយយើងធ្វើការ copy ហើយធ្វើការ Ctrl V នៅក្នុងពេលនេះវាទាមទារនៅ password ដោយសារតែ account របស់ខ្ញុំគឺមានភ្ជាប់ password បើមានភ្ជាប់ password គឺបញ្ចូលឲ្យវាបើអត់មាន password ទេគឺវា direct ចូលទៅតែម្ដងអូខេនៅពេលនេះ account របស់យើងធ្វើការប្រតិបត្តិការបានជោគជ័យមានន័យថាវាបានបញ្ជូន account របស់យើងចូលនៅក្នុងកម្មវិធីបាទនេះគឺជា account របស់យើងក្នុងកម្មវិធីយើងអាចធ្វើការបើកវានៅត្រង់ចំណុច app នេះគឺយើងអាចធ្វើការបើកបាទចូលគ្រប់គ្រងទៅលើ Telegram ទៅលើគណនីយើងដោយផ្ទាល់បាទនេះគឺជា Telegram ដែលយើងបានបញ្ចូលនៅក្នុង app របស់យើងអញ្ចឹងអូខេឥឡូវនេះខ្ញុំធ្វើការបញ្ចូលនៅ Telegram ថ្មីមួយទៀតបាទនៅក្នុង Data នេះមិនទាន់មាន app ទេខ្ញុំសូមទៅចូលទៅ copy app សិនបន្តមក Ctrl V ដាក់នៅជាមួយនឹង Data នេះតែម្ដងបន្តមកទៀតយើងធ្វើការបើកបាទធ្វើការបើកហើយចូលយកក្នុង setting នេះ mouse ស្ដាំត្រង់ចំណុចលេខទូរស័ព្ទនេះដើម្បី copy លេខទូរស័ព្ទហើយចូលនៅក្នុងកម្មវិធីរបស់យើងបន្តមកទៀតយើងធ្វើការលុបនៅលេខគណនីចាស់ចោលហើយចំនួនដល់គណនីថ្មី Ctrl V បន្តមក link Telegram desktop អញ្ចឹងយើងអាចបញ្ចូល link Telegram ចូលនៅក្នុងកម្មវិធីបានរាប់រយរាប់ពាន់ទៅតាម folder ដែលយើងបានបង្កើតពេលដែលវាធ្វើការបញ្ចូលវាបញ្ចូលក្នុងកម្មវិធីវានឹងរក្សាទុកនៅក្នុង folder ដែលយើងបាន select បាទ start លុបក្បាលខាងមុខចោល Ctrl V បាទយើងពិនិត្យមើលទូរស័ព្ទរបស់យើងលេខបានត្រឹមត្រូវឬបើមិនចឹងទេវាមិនផ្ញើកូដទៅឲ្យយើងបាទក្នុងពេលនេះត្រង់ចំណុចនេះគឺវាផ្ញើកូដមកនៅក្នុង app របស់យើងហើយយើង copy វាបាទគណនីនេះគឺមិនមានលេខទូរស័ព្ទទេមិនមាន password ទេដូច្នេះគឺវាចូលទៅដោយស្វ័យប្រវត្តិអញ្ចឹងបន្ទាប់ពីយើងបានរក្សាវាទុកនៅក្នុងកម្មវិធីហើយបន្ទាប់មកទៀតយើងត្រូវតែធ្វើការ sign in
បាទយើងធ្វើការ sign in ដើម្បីយើងអាចធ្វើការ sign in បានលុះណាតែ account របស់យើងនេះគឺមាន API ID និង API hash អញ្ចឹងប្រសិនបើយើងមាន API ID API hash ដែលបានស្នើចេញពី Telegram មុនមកដោយរក្សាទុកនៅខាងក្រៅយើងអាចធ្វើការវាចូលនៅត្រង់ចំណុច API ID នេះ API hash ទេតែប្រសិនបើបងប្អូន account របស់បងប្អូនពុំទាន់បានស្នើឬមួយក៏មិនបានរក្សាទុកនៅ API ID ទេយើងអាចធ្វើការ get API នេះពីព្រោះថាដើម្បីយើង sign in បានលុះណាតែយើងមាន API ID អញ្ចឹងជាដំបូងហ្នឹងគឺយើងត្រូវ click បាទយើង click account ដែលយើងសង្កេតមើលយើង click account មួយណាគឺយើងវាមានការផ្លាស់ប្ដូរលេខត្រង់ចំណុចនេះដូច្នេះបន្តមកទៀតបាទយើងធ្វើការ get API ដើម្បី get API យើងចូលបើក app របស់យើងសិនពីព្រោះដើម្បីយើងចូលទៅយក code នៅពេលណាដែលយើង get API Telegram នឹងផ្ញើ code ទៅកាន់ account របស់យើងអញ្ចឹងយើងត្រូវការ code យកមក confirm អូខេយើងបើក app របស់យើងហើយបន្ទាប់មកទៀតគឺយើងធ្វើការ get API បាទវាបានផ្ញើ code មកនេះគឺ code មិនវាផ្ញើយើង click វានឹងយើងគ្រាន់តែ click នៅលើវានេះគឺមានន័យថាយើងបាន copy បន្ទាប់មកទៀតយើងចុច Ctrl V បាទ Ctrl V ក្នុង keyboard របស់យើងនេះបន្ទាប់មកទៀតយើងធ្វើការ confirm code អូខេនៅក្នុងពេលនេះ API ត្រូវបានស្នើដោយ swipe វត្តពី Telegram server ដូច្នេះយើងឃើញត្រង់ចំណុចនេះយើងមាន API ហើយអញ្ចឹងពេលដែលយើងមាន API ហើយយើងអាចធ្វើការ sign in បានអាហ្នឹងយើងអាចធ្វើការ sign in ប៉ុន្តែយើងសង្កេតឃើញថានៅត្រង់ចំណុចនេះគឺនាទីរត់ហើយ get API នេះមិនធ្វើការ disable បិទមិនដំណើរការមានន័យថានៅពេលដែលយើងស្នើទៅកាន់ Telegram ម្ដងយើងត្រូវតែរងចាំ2នាទីដើម្បីធ្វើការស្នើ API ទៅកាន់លេខថ្មីផ្សេងទៀតហើយប្រសិនបើយើងមិនធ្វើការរងចាំទេអានេះគឺ Telegram មិនអនុញ្ញាតឲ្យយើងធ្វើការស្នើលឿនពេកទេហ្នឹងគឺជាគោលការណ៍របស់ Telegram ដូច្នេះគឺយើងត្រូវតែរងចាំ2នាទីសិនអញ្ចឹងតែសម្រាប់ការ sign in យើងធ្វើការ sign in តែម្ដងពេលដែលយើងមាន API ហើយយើងអាចធ្វើការ sign in ហើយយើង get API ហើយសិនចាំ sign in ក៏បានប៉ុន្តែយើងធ្វើបណ្ដើ sign in បណ្ដើក៏បានដែរអញ្ចឹងអូខេនៅក្នុងពេលនេះគឺវាបានផ្ញើ code ទៅកាន់បាទនេះវាផ្ញើ code មកកាន់ app របស់យើងcopy មកហើយ Ctrl V បន្ទាប់មកយើង confirm code បាទ click ត្រង់ចំណុច code នេះដើម្បី confirm ក្នុងពេលនេះវាទាមទារ password មួយសារទៀតណាសូមបញ្ចូលលេខសម្ងាត់អានេះ account របស់យើងមានលេខសម្ងាត់បើអត់មានលេខសម្ងាត់ទេវាទៅហើយតែមានលេខសម្ងាត់យើងត្រូវបញ្ចូលឲ្យវាបាទបន្តមក confirm password អូខេនៅពេលដែលយើង confirm password មកយើងឃើញថានៅក្នុងនេះគឺបានបង្ហាញថាលេខ password របស់យើងកន្លែងនេះគឺជាលេខ 2FA របស់យើងអូខេនៅក្នុងពេលនេះយើងឃើញថាAPI យើងមាន sign in បានជោគជ័យអញ្ចឹង account របស់យើងមានបើកគ្រីសគ្រប់ទាំងអស់បាទគ្រីស spam មីគ្រីសនេះគឺអត់មាន spam អត់មាន ban បាទ spam ក៏អត់ហើយធ្វើការ sign in បានមាន API មាន 2FA អញ្ចឹងយើងអាចស្នើទៅកាន់លេខមួយទៀតហើយនៅត្រង់ចំណុចនេះដែរខ្ញុំសូមជំរាបដែរថារាល់ពេលដែលយើងស្នើ API ម្ដងគឺយើងត្រូវតែរងចាំរយៈពេល2នាទីដើម្បីធ្វើការស្នើបន្តទៀតប៉ុន្តែប្រសិនបើ account របស់យើងធ្លាប់ស្នើ API ហើយយើងអត់ចាំបាច់រងចាំទេមានន័យថា account របស់យើងពីមុនមកយើងបានស្នើទៅកាន់ Telegram មាន API ផ្ទាល់ខ្លួនហើយប៉ុន្តែយើងមិនបានរក្សាទុកវាយើងអាចគ្រាន់តែចូលទៅយកតែម្ដងអត់មានចាំបាច់ធ្វើការស្នើថ្មីរាល់ការស្នើគឺធ្វើការបំពេញបង្កើត app
អីជាមួយនឹង Telegram កម្មវិធីរបស់យើងនៅពីក្រោយនោះគឺការស្នើនោះគឺយើងធ្វើការបំពេញនៅព័ត៌មានមួយចំនួនដើម្បីបង្កើត app ជាមួយនឹង Telegram ជាច្រើនហើយក៏ជាភាពសាមញ្ញផងដែរប្រសិនបើយើងបង្កើតដៃអានេះយើងធ្វើការ get ដោយប្រើ code ហើយវាលឿនតែប្រសិនបើយើងធ្វើដៃគឺពិបាកកន្លែងហ្នឹងណាតែបើសិនបើយើងស្នើហើយដូច្នេះយើងអត់ចាំបាច់រងចាំទេដើម្បីកុំឲ្យរងចាំពីព្រោះថាយើងបើសិនបើយើងចាំ2នាទីវាយូរដែរតែ account របស់យើងវាអត់ត្រូវបាច់ចាំបាច់រងចាំទេដោយសារតែ account របស់យើងធ្លាប់ sign in ធ្លាប់អីពីមុនមកធ្លាប់ស្នើហើយគឺអូខេយើង click ត្រង់ចំណុចនេះគឺ skip បាទ skip countdown បាទ click skip countdown នេះនៅពេលដែលយើងស្នើ API យើងអត់មានការរងចាំ2នាទីទេកន្លែងនេះធ្វើឲ្យយើងអាចធ្វើការស្នើធ្វើការ login បានដោយលឿនអានេះចំពោះ account ដែលមាន API ដែលធ្លាប់ស្នើហើយតែចំពោះ account ថ្មីដែលពុំទាន់មាន API ទេគឺសូមកុំ click skip countdown នេះឲ្យសោះធ្វើការរងចាំវា2នាទីតាម countdown តាមធរៈវេលាបើមិនចឹងទេ account របស់យើងត្រូវបាន reject ចេញពី server Telegram ធ្វើឲ្យយើងលំបាកក្នុងការរងចាំនៅថ្ងៃស្អែកខាតពេលវេលាក្នុងការស្នើអញ្ចឹងអូខេក្នុងពេលនេះខ្ញុំធ្វើការបង្ហាញបាទ get API បាទមិញបានចូលទៅយើងចូលបើក app សិនដើម្បីចូលយក code បាទខ្ញុំក្នុងពេលនេះមានបញ្ហាបាទអូខេយើងចូលយក code បាទ click code បន្ទាប់មកយើងធ្វើការ control V ហើយធ្វើការ confirm code អូខេនៅក្នុងពេលនេះយើងឃើញថាយើងអត់មានបានរងចាំ countdown អីទេបាទគឺពេលដែលយើង get API ហើយយើងអាចបន្តទៅលេខថ្មីទៀតបានអញ្ចឹងskip countdown នេះបាទគឺមានន័យសម្រាប់យើងដើម្បីធ្វើឲ្យយើងលឿនសម្រាប់ account ដែលយើងមាន API ហើយឥឡូវនេះយើងបន្តធ្វើការ sign in ពេលដែលយើងមាន API ហើយយើងធ្វើការ sign in បានអូខេនៅពេលនេះយើងឃើញថាវាបានផ្ញើ code មកកាន់ app របស់យើងបន្ទាប់មកយើងចូល copy ហើយធ្វើការ confirm code អូខេរួចរាល់នៅក្នុងវីដេអូនេះគឺយើងបង្ហាញអំពីការ link Telegram ចូលនៅក្នុង desktop បន្ទាប់មកទៀតយើងធ្វើការ get API ហើយធ្វើការ sign in សូមបញ្ជាក់ផងដែរថាយើងមិនចាំបាច់ link Telegram ចូលក្នុង desktop ក៏បាន link Telegram ចូលក្នុងកម្មវិធីក៏បានដែរប៉ុន្តែយើងមិនអាចគ្រប់គ្រង account Telegram របស់យើងនៅក្នុងកម្មវិធីទេមានន័យថាយើងរក្សាដោយខ្លួនឯងនៅខាងក្រៅបើយើងខ្ជិលក្នុងការ link ចូលប៉ុន្តែខ្ញុំសូម recommend ឲ្យ link ចូលដើម្បីរក្សាទុកដើម្បីយើងអាចងាយស្រួលចូលទៅយកគ្រប់គ្រងទៅលើ account របស់យើងក្នុងករណីណាមួយគឺវានៅក្នុងតារាងនៃ account manager នេះស្រេចតែម្ដងងាយស្រួលហើយមានលក្ខណៈស្រាលយើងអាចធ្វើការ sign in បើសិនបើយើងមាន API យើង sign in តែម្ដងទៅមិនចាំបាច់ស្នើទេតែបើយើងអត់ទាន់ទេយើងស្នើទៅហើយយើងធ្វើការ sign in យើងអាចធ្វើការ link ទុកសិនចាំស្នើតាមក្រោយឬមួយក៏ស្នើបណ្ដាយើង sign in បណ្ដាអានឹងគឺសាច់តែចិត្តបងប្អូនទេប៉ុន្តែនៅក្នុងពេលនេះខ្ញុំចង់បង្ហាញអំពីភាពខុសគ្នានៅពេលដែល account របស់យើងរក្សាទុកនៅក្នុងកម្មវិធីយើងមើលថានៅក្នុងនេះយើងមានក្នុង account folder ហើយ group A យើងមកមើលថា account របស់យើងរក្សាទុកនៅកន្លែងណានេះគឺជា folder កម្មវិធីរបស់យើងអញ្ចឹងនៅក្នុង data នេះគឺរក្សាទុកនៅ account folder account បន្ទាប់មក group A របស់យើងនេះហើយនៅក្នុង group A របស់យើងនេះគឺយើងមានទិន្នន័យគ្រប់គ្រងទៅលើ account ហើយនេះត្រង់ចំណុច T data នេះដែលខ្ញុំចង់បង្ហាញអញ្ចឹងយើងចូលមកមើល T data របស់យើងបាទក្នុង T data
và ní cứ chia data cái nàyរបស់យើង Telegram របស់យើងយើងអាចគ្រាន់តែ copy app យកមកដាក់ចូលយើងអាចបើកពីនេះក៏បានដែរប៉ុន្តែសូមកុំធ្វើអញ្ចឹងបាទពីព្រោះថាបើសិនបើយើងធ្វើយក app ដាក់ចូលក្នុងនេះគឺវាអាចធ្វើឲ្យទម្ងន់នៃ folder របស់យើងប្រែប្រួលអញ្ចឹងគឺយើងគ្រាន់តែចង់ធ្វើអីយើងបើកចេញពីទីនេះទៅបាទយើងបើក app របស់ហ្នឹងគឺបើកហើយវារក្សាឲ្យfolder ហ្នឹងមានទម្ងន់ស្រាលឲ្យយើងមកមើលពី folder យើងមានទម្ងន់តែយើងមកស្ដាំមក property មានទម្ងន់តែ194 MB ទេយើងមើលក្នុង folder នេះបាទ193 MB បាទស្រាលអញ្ចឹងយើងកុំបើកវានៅត្រង់ហ្នឹងហើយយើងគ្រាន់តែរក្សាវាជាធម្មតាអញ្ចឹងទៅហើយយើងមកមើលអំពី Telegram ដែលនៅខាងក្រៅ Telegram នេះគឺជា Telegram account ផ្ទាល់ខ្លួនរបស់ខ្ញុំបើកនៅលើ desktop បាទយើងមកស្ដាប់យើងចូលទៅមើល T data ទម្ងន់របស់វា open location អញ្ចឹងនេះ T data select ទាំងអស់តែម្ដងទៅយើងនឹងឃើញថា account របស់យើងគឺមានទម្ងន់ធ្ងន់ខ្លាំងបាទអានេះគឺ 10G យើងមើលវីដេអូយើងមាន data មានខាច់ធំអីចឹងទៅយើងបើកកាន់តែច្រើនគឺធ្វើឲ្យ Telegram របស់យើងហ្នឹងគឺមានទម្ងន់ស្ទ័រខាច់នេះរហូតធំរហូតដល់ 10G អាចធំជាង 10G ទៀតប្រសិនបើយើងបើកធំជាង 10G កន្លែងហ្នឹងដូច្នេះវាមានទម្ងន់ធ្ងន់ខ្លាំង 10G account តែមួយគត់ 10G អញ្ចឹងនៅក្នុង Telegram របស់យើងនេះគឺវាស្រាលគឺវារក្សាទម្ងន់តែប្រមាណទេដែលធ្វើឲ្យយើងអាចងាយស្រួលក្នុងការផ្ទេរទិន្នន័យយើងមានរាប់រយរាប់ពាន់ account ទៅវាមិនសូវស៊ី space ក្នុងការ hard disk អញ្ចឹងហើយយើងនៅមានវិធីក្នុងការធ្វើឲ្យវាស្រាលជាងនឹងទៀតប៉ុន្តែខ្ញុំគិតថាទម្ងន់នេះគឺវាសមរម្យដែលយើងអាចរក្សាទុកវាបានហើយយើងធ្វើការបើកវាចង់ចូលនៅក្នុង account ណាមួយអញ្ចឹងទៅគឺយើងអាច click បើក account ហ្នឹងអញ្ចឹងទៅបាទនៅក្នុង account manager នេះគឺជាកន្លែងដែលយើងអាចធ្វើការគ្រប់គ្រង account ទាំងអស់ដែលយើងមាននៅទីនេះយើងអាចធ្វើការផ្លាស់ប្ដូរលេខសម្ងាត់យើងអាចនៅក្នុងវីដេអូផ្សេងៗខ្ញុំនឹងបង្ហាញពីក្នុងការធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ក្នុងការផ្លាស់ប្ដូរ username ហើយទៀតព្រោះដោយសារយើងមានមុខងារផ្សេងៗទៀតបាទនេះគឺជា account របស់យើងបាទយើងអាចចូលទៅប្រើវាបានជាធម្មតាយើងបើកប្រើវាអញ្ចឹងទៅបាទនៅក្នុងមេរៀននេះគឺយើងធ្វើការបង្ហាញពីការ link Telegram desktop ការ sign in account និងការ get API សូមរងចាំទស្សនានៅវីដេអូផ្សេងទៀតនឹងនិយាយអំពីក្នុងការទាញសមាជិកនៅពេលដែលយើង sign in account របស់យើងចូលនៅក្នុងកម្មវិធីហើយយើងប្រើប្រាស់នៅ account ទាំងអស់ធ្វើការទាញសមាជិក